ដើម្បីបង្កើត account ថ្មីនៅលើទូរស័ព្ទដៃតែមួយបានយើងត្រូវធ្វើម៉េចបាទអានេះគឺជា account របស់ខ្ញុំអញ្ចឹងជាដំបូងគឺយើងត្រូវចូលទៅកាន់ Play Store ហើយ search ពាក្យតាមខ្ញុំ search ហ្នឹងមកគឺ PARALLEL បាទ parallel space ដក clear មួយ space មកបាទអញ្ចឹងបងប្អូននឹងឃើញតោះមកយើងคลิกលើកម្មវិធីទី2ហ្នឹងមកបាទហើយយើងចុច install មកចំពោះវិធីនេះខ្ញុំធ្វើលើទូរស័ព្ទដៃ Android ហើយ iPhone ដូចតែគ្នាដែរប្រើកម្មវិធី Paradise Space ដូចគ្នាហើយអញ្ចឹងបន្ទាប់ពីយើងចាំវា install ចប់យើងចុច open មកបន្ទាប់មកយើងចុច agree and continue ប៊ូតុង Q ហ្នឹងបន្ទាប់មកទៀតចុច continue ទៀតមកតើមកយើងចុច while using app មកហើយចុច allow ទៀតមក allow រហូតមក allow តទៅអស់វាលែងឲ្យ allow តោះមកចុច start មកបាទប៉ុណ្ណឹងហើយបាទអញ្ចឹងមកដល់កន្លែងហ្នឹងយើងចុចអានគ្រីសទាំងអស់មកចុចអានគ្រីស app WhatsApp Messenger YouTube និង Chrome មកតើមកយើងចុចគ្រីសតា Mobile Legend Bang មួយបានទេចុចគ្រីសហើយយើងចុច add to Paradise Space ហ្នឹងមកចុច add មកចុច accept មកពេលចុច add ហើយយើងចុច accept មកចុច accept ហើយនេះវា clone បានអញ្ចឹងយើងចុចបើ game មកចុចលើ Mobile Legend មិញមកគឺវានឹងបើ game ឲ្យយើងឯងបាទដល់កន្លែងហ្នឹងគឺយើងអាចបង្កើត account ថ្មីបានទេនេះយើងដាក់តែឈ្មោះទៅបាទហើយចុច OK ទៅគឺវាបង្កើត account ថ្មីឲ្យយើងហើយបាទអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាបើបងប្អូនចូលចិត្តកុំភ្លេចចុច like comment ហើយបើបងប្អូនមានបញ្ហាកន្លែងណាចូល comment ខាងក្រោមខ្ញុំជួយបានខ្ញុំនឹងចូលទៅ reply ប្រាប់ថាមិនអញ្ចឹងបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ